អ្នកទាំងអស់គ្នាដឹងដែរឬទេថាកាលពី25ឆ្នាំមុនពិភពលោកយើងមានយន្តហោះពាណិជ្ជកម្មដែលលឿនជាងសម្លេងនៅទៀតដែលមានសមត្ថភាពហោះពីទីក្រុងឡុងទៅទីក្រុងញូវយ៉កចំណាយរយៈពេលតែ3ម៉ោងប៉ុណ្ណោះ Concorde ជាយន្តហោះពាណិជ្ជកម្មដឹកអ្នកដំណើរលឿនជាងសម្លេងដំបូងគេឬការដឹកជញ្ជូនលឿនជាងសម្លេងវាត្រូវបានសាងសង់រួមគ្នាដោយក្រុមហ៊ុនផលិតយន្តហោះនៅចក្រភពអង់គ្លេសនិងបារាំង Concorde បានធ្វើការឆ្លងកាត់តំបន់អាត្លង់តិកលើកដំបូងរបស់ខ្លួននៅថ្ងៃទី26ខែកញ្ញាឆ្នាំ1973វាបានបើកដំណើរការសេវាកម្មដឹកអ្នកដំណើរលឿនជាងសម្លេងដំបូងបង្អស់របស់ពិភពលោកនៅថ្ងៃទី21ខែមករាឆ្នាំ1976ដោយក្រុមហ៊ុនអាកាសចរ British Airways ចាប់ផ្ដើមហោះហើរពីទីក្រុងឡុងទៅបារ៉ែនហើយក្រុមហ៊ុនអាកាសចរ Air France ហោះហើរពីទីក្រុងប៉ារីសទៅទីក្រុង Rio de Janeiro ក្រុមហ៊ុនអាកាសចរទាំងពីរបានបន្ថែមសេវាកម្មហោះហើរទៀងទាត់មួយទៅទីក្រុង Washington DC ក្នុងខែឧសភាឆ្នាំ1976និងទៅទីក្រុង New York ក្នុងខែវិច្ឆិកាឆ្នាំ1977ជើងហោះហើរផ្សេងទៀតបានបន្ថែមជាបណ្ដោះអាសន្នឬហោះតាមរដូវកាលហើយ Concorde ត្រូវបានហោះតាមជើងហោះហើរទៅកាន់គោលដៅនានាជុំវិញពិភពលោកទោះជាយ៉ាងណាក៏ដោយសម្លេងរំខាននិងការចំណាយប្រតិបត្តិការយ៉ាងច្រើនរបស់យន្តហោះនេះធ្វើឲ្យការហោះហើរនោះនៅមានកម្រិតការខាតបង់ផ្នែកហិរញ្ញវត្ថុបាននាំឲ្យក្រុមហ៊ុនអាកាសចរទាំងពីរកាត់បន្ថយជើងហោះហើរហើយទីបំផុតជើងហោះហើរត្រង់ចេញពីទីក្រុងញូវយ៉កជាទិសដៅតែមួយគត់របស់ពួកគេប្រតិបត្តិការរបស់ Concorde ត្រូវបានបញ្ឈប់ដោយក្រុមហ៊ុន Air France នៅខែឧសភាឆ្នាំ2003និងបន្ទាប់មកក្រុមហ៊ុនអាកាសចរ British Airways ក្នុងខែតុលាឆ្នាំ2003មានតែយន្តហោះចំនួន14គ្រឿងប៉ុណ្ណោះដែលបានបន្តការហោះហើរ Concorde គឺជាក្រុមហ៊ុនបណ្ដាក់ទុនរួមគ្នាសំខាន់ដំបូងគេរបស់បណ្ដាប្រទេសអឺរ៉ុបក្នុងការរចនានិងសាងសង់យន្តហោះនៅថ្ងៃទី29ខែវិច្ឆិកាឆ្នាំ1962ចក្រភពអង់គ្លេសនិងបារាំងបានចុះហត្ថលេខាលើសន្ធិសញ្ញាមួយដើម្បីចែករំលែកលើការចំណាយនិងហានិភ័យក្នុងការផលិតមធ្យោបាយដឹកអ្នកដំណើរលឿនជាងសម្លេងក្រុមហ៊ុន British Aerospace និងក្រុមហ៊ុនបារាំង Aerospatiale គឺជាអ្នកទទួលខុសត្រូវលើការផលិតយន្តហោះខណៈដែលក្រុមហ៊ុន Rolls-Royce របស់ចក្រភពអង់គ្លេសនិងក្រុមហ៊ុន Snecma របស់បារាំងបានបង្កើតម៉ាស៊ីនយន្តហោះលទ្ធផលជាស្នាដៃបច្ចេកវិទ្យាគឺ Delta Wing Concorde ដែលបានធ្វើការហោះហើរលើកដំបូងនៅថ្ងៃទី2ខែមីនាឆ្នាំ1969Concorde មានល្បឿនជិះអតិបរមា 2179 គីឡូម៉ែត្រក្នុង1ម៉ោងឬ Mach 2.04 ច្រើនជាង2ដងនៃល្បឿនសំឡេងដែលអនុញ្ញាតឲ្យយន្តហោះកាត់បន្ថយពេលវេលាហោះហើររវាងទីក្រុងឡុងនិងទីក្រុងញូវយ៉កប្រហែល3ម៉ោងហើយការហោះហើរនេះក៏មិនដែលទទួលបានផលចំណេញផ្នែកហិរញ្ញវត្ថុដែរទោះបីជាយ៉ាងណាក៏ដោយវាបានបង្ហាញថារដ្ឋាភិបាលនិងក្រុមហ៊ុនផលិតបណ្ដាប្រទេសអឺរ៉ុបអាចសហការគ្នាក្នុងការបណ្ដាក់ទុនដ៏ស្មុគស្មាញហើយវាជួយធានាថាអឺរ៉ុបនឹងនៅតែនាំមុខគេផ្នែកបច្ចេកវិទ្យានៃការអភិវឌ្ឍវិស័យអវកាសការចំណាយលើការអភិវឌ្ឍរបស់ Concorde គឺច្រើនខ្លាំងណាស់ដែលមិនអាចស្រង់ដើមយកមកវិញបានពីប្រតិបត្តិការហោះហើរពាណិជ្ជកម្មទាំងអស់នោះមកវិញគ្រប់គ្រាន់នោះទេនៅថ្ងៃទី25ខែកក្កដាឆ្នាំ2000យន្តហោះ Concorde ដែលកំពុងធ្វើដំណើរពីទីក្រុងប៉ារីសទៅទីក្រុងញូវយ៉កបានជួបបញ្ហាម៉ាស៊ីនភ្លាមបន្ទាប់ពីហោះឡើងបានរយៈកម្ពស់យ៉ាងខ្លីមួយនៅពេលដែលកម្ទេចសម្បកកង់យន្តហោះបានផ្ទុះបណ្ដាលឲ្យសម្បកនោះខ្ទាតចូលក្នុងកង្ហារដែលវិលជាច្រើនលានជុំក្នុង1វិនាទីបណ្ដាលឲ្យផ្ទុះរួចរាលដាលដល់ធុងសាំងដែលបណ្ដាលឲ្យវាឆេះយ៉ាងអាក្រក់ក្រោយមកយន្តហោះបានធ្លាក់ទៅបុកសណ្ឋាគារនិងភោជនីយដ្ឋានតូចមួយ
មនុស្ស109នាក់នៅលើយន្តហោះរួមទាំងអ្នកដំណើរ100នាក់និងសមាជិកនាវិក9នាក់បានស្លាប់មនុស្ស4នាក់នៅលើដីក៏ត្រូវបាត់បង់ជីវិតផងដែរ